trong đẹp ha chứ chụp bánh kia nó mong đập đi hai tròn đó rồi đào bạn vô đòn thấy đào một bạn đụng miếng sai nó sập sập còn miếng hay hơn là o mũi tiếng nó cứ về đã con top nhưngแต่đọcผมไม่รู้นั่งดอแรงตลอดมาวิ่งដំណឹងល្អសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជានិងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកំពុងទស្សនាអាស្រ័យនៅប្រទេសកម្ពុជាដូចដែលបងប្អូនបានឃើញនៅខាងដើមវីដេអូអញ្ចឹងឃើញថាកិច្ចប្រជុំ GBC គឺត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025នេះឃើញថារបៀបទាំងពីរកម្ពុជាថៃគឺបានយល់ព្រមព្រៀងគ្នាក្នុងការធ្វើបទឈប់បាញ់រយៈពេល72ម៉ោងទោះបីជាបទឈប់បាញ់រយៈពេល72ម៉ោងមានរយៈពេលត្រឹមតែ3ថ្ងៃពិតមែនក៏ប៉ុន្តែជាល្អមួយសម្រាប់យើងផងដែរអញ្ចឹងខ្ញុំសូមសង្ខេប11ចំណុចដែលភាគីរវាងប្រទេសទាំងពីរយល់ព្រមគ្នាក្នុងការចុះព្រមព្រៀងកិច្ចសន្យា GBC មួយនេះដោយចាប់ផ្ដើមពីចំណុចទី1ដល់ចំណុចទី16ចំណុចទី1គឺភាគីទាំងពីរត្រូវអនុវត្តជាបន្ទាន់នៅបទឈប់បាញ់ដោយគិតចាប់ពីម៉ោង12ថ្ងៃទី27ខែធ្នូឆ្នាំ2020 5នេះតទៅគឺ12ថ្ងៃត្រង់នេះតែម្ដងសម្រាប់ចំណុចទី2គឺភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងមានន័យថាបើសិនជាកងកម្លាំងរបស់ភាគីខ្មែរឬក៏ភាគីថៃឈរជើងនៅកន្លែងណានៅពេលដែលចុះកិច្ចព្រមព្រៀង GBC ហ្នឹងគឺត្រូវឈប់នៅត្រឹមហ្នឹងមិនអាចបន្តទៅមុខឬក៏ថយក្រោយបានគឺនៅទៅណាគឺនៅទៅហ្នឹងគឺចំណុចទី2ចំណែកឯចំណុចទី3គឺភាគីទាំងពីរឯកភាពគ្នានិងបកគលទួនាទីទៅឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការវាស់វែងនិងខាងស្មារតីព្រមប្រទល់រវាងប្រទេសទាំងពីរដើម្បីធ្វើឲ្យប្រទេសកម្ពុជានិងប្រទេសថៃមានមិត្តភាពជាមួយគ្នាយូរអង្វែងសម្រាប់ចំណុចទី4គឺភាគីទាំងពីរបានឯកភាពគ្នាឲ្យជនស៊ីវិលមានន័យថាប្រជាជនហ្នឹងដែលភេសឹកគឺត្រឡប់រស់នៅតាមទំនាក់ទំនងរបស់ខ្លួនរៀងខ្លួនវិញដែលមានសុវត្ថិភាពចំណុចទី5គឺភាគីទាំងពីរឯកភាពគ្នាថានឹងមិនបង្កើនកម្លាំងតាមព្រំដែនកម្ពុជាថៃទេគឺធ្វើឲ្យមានភាពស្ងប់ស្ងាត់ដើម្បីកុំឲ្យកម្ពុជាកើតឡើងទៅសិនជាមួយទៀតនោះគឺមួយខ្លាំងពីរខ្លាំង3ទៀត18រូបនឹងដោះលែងត្រឡប់មកវិញទូអាវុធនឹងកើតមានឡើងតទៀតអញ្ចឹងសូមកុំឲ្យបង្កើនកម្លាំងតាមព្រំដែននេះសោះចំណុចទី6ភាគីទាំងពីរបានឯកភាពមិនធ្វើការសាងសង់ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាឬលេនដ្ឋានផ្សេងនៅហួសទីតាំងរបស់ខ្លួនឡើយចំណុចទី7គឺភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងឬបញ្ហាទៅលើជនស៊ីវិលឡើយទោះនៅក្នុងកលតិស័កណាក៏ដោយអានឹងគឺពីនឹងច្បាប់អន្តរជាតិហើយធ្វើបាបគាត់គេឈ្មោះលើឆាកអន្តរជាតិចំណុចទី8គឺភាគីទាំងពីរឯកភាពគ្នាមិនចែកចាយព័ត៌មានអញ្ចឹងព័ត៌មានណាអត់ពិតព័ត៌មានណាដែលថាអវិជ្ជមានហើយនឹងមិនពិតដែលប៉ះពាល់ដល់ប្រទេសមួយគឺត្រូវហាមផ្ដាច់ដាច់ខាតមិនឲ្យមានការចែកចាយបើយើងចែកចាយទៅព័ត៌មានដែលពិតប្រាកដជាក់លាក់និងមានប្រភពច្បាស់លាស់ចំណុចទី9ភាគីទាំងពីរគឺហាមប្រើប្រាស់ការរក្សាទុកការផលិតនិងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សនិងការបំផ្លាញគ្រាប់មីនទាំងនោះហើយនឹងព្រមព្រៀងចូលរួមក្នុងការដោះមីនជាមួយគ្នានៅតាមប្រទេសកម្ពុជានឹងដោះលែងត្រឡប់ចំណុចទី10គឺភាគីទាំងពីរគោរពតាមផែនការសកម្មភាពដើម្បីទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមអ៊ីនធឺណិតនិងការជួញដូរមនុស្សចំណុចទី11គឺត្រូវដោះលែងយុទ្ធធនកម្ពុជា18រូបនិងត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញបន្ទាប់ពីបាត់ឈប់បាញ់ត្រូវបានគ្រប់យ៉ាងពេញលេញក្នុងរយៈពេល72ម៉ោងឬ3ថ្ងៃនោះចំណុចទី12គឺភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកអង្គការអាស៊ានយើងហៅកាត់ថា AOT និងគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកអង្គការអាស៊ានចំណុចទី13គឺភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្រាប់សម្រួលព្រំដែនកម្ពុជាថៃនិងថៃកម្ពុជាដើម្បីធានានូវបាត់ឈប់បាញ់និងក្រោមការអង្កេតរបស់អ្នកអង្គការអាស៊ានចំណុចទី14គឺភាគីទាំងពីរត្រូវតែមានទំនាក់ទំនងជាប្រចាំនិងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនិងអ្នកមានវិជាការកម្លាំងប្រដាប់អាវុធដើម្បីឲ្យនៅពេលមានបញ្ហានេះគឺយើងដោះស្រាយបានភ្លាមៗហើយនឹងនៅកន្លែងណាដែលមានប្រសិទ្ធភាពចំណុចទី15ក្រុមការងារសម្របសម្រួល JCTF ជួយដំណឹងទៅដល់អាជ្ញាធរមូលដ្ឋានរៀងៗខ្លួនក៏ដូចជាក្រុមការងារ JCTF ដើម្បីឲ្យប្រតិបត្តិការដោះមីនលុយធននៅក្នុងតំបន់តាមព្រំដែនហ្នឹងគឺបានមានភាពងាយស្រួលនិងរលូនទៅមុខដែលមានការយល់ច្រឡំណាមួយកើតឡើងក្នុងពេលដោះមីនសម្រាប់ចំណុចទី16ក៏ដូចជាចំណុចចុងក្រោយគឺក្រុមសារមានផ្លូវការរបស់ភាគីទាំងពីរនិងរក្សាទំនាក់ទំនងជាប្រចាំនិងដោយផ្ទាល់ដើម្បីធានាបានទប់ស្កាត់ការហើយយើងដែលល្អមួយទៀតនោះគឺរយៈកងទ័ពយើងទាំង18រូបនឹងដោះលែងត្រឡប់មកវិញបាទឥឡូវយើងចេញពីកន្លែងកិច្ចប្រជុំនឹងមកវិញហើយបាទអរគុណគឺក្រុមសារព័ត៌មានផ្លូវការរបស់ប្រទេសខ្មែរនិងប្រទេសថៃត្រូវតែមានទំនាក់ទំនងជាមួយគ្នាជាប្រចាំផងហើយកិច្ចព្រមព្រៀង GBC នេះគឺត្រូវបានចុះហត្ថលេខាដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាក៏ដូចជាឯកឧត្តមនាយ
នាយឧត្តមសេនីយ៍ ណដ្ឋផុន ណផានិត